នេះជាការបង្ហាញមួយទៅលើស្ត្រីដែលកំពុងតែប្រព្រឹត្តនៃការឈឺពោះសម្រាលបានន័យថាមានការកន្ត្រាក់ច្បូនចកោលគាត់ឈឺពោះតាំងស្មានណាមកឈឺ2ថ្ងៃយប់ 2ថ្ងៃហើយចាហើយឈឺរបៀបមិនខ្លះការគាត់ឈឺចកេះរោចកេះចាលីចកេះហើយបន្តមកមួយទៀតមានសម្រាប់ធុនទៅក្រោមទេធុនទៅក្រោមហើយបានទៅព្រោះមួយពេទ្យបានបានលើកអីទៅបាន3ដងហ្នឹងឯងទៅបាន3ដងនេះអាចឈឺពោះកើតណាបាទហើយទៅគេផ្ដល់ព័ត៌មានថាម៉េចខ្លះគេមានថាម៉េចថាស្បូនយើងវាអត់ទាន់គេយកស្ទាបមកស្បូនយើងថាមកស្បូនយើងអត់ទាន់បើកណាអញ្ចឹងបានគេឲ្យត្រឡប់ទៅផ្ទះសិនណាហើយយើងមកវិគ្រោះយោបល់ជាមួយនឹងអេកូណាអញ្ចឹងតាំងពីពោះមកដល់ថ្ងៃយើងមើលអេកូថ្ងៃនេះបានប្រហែលលើកហើយដូចជា5លើកហ្នឹង5លើកហ្នឹងប៉ុន្តែបានយល់ពីការមើលអេកូចុងក្រោយនៃថ្ងៃឈឺពោះកាកូនេះនៅតាមពិតយើងមើលច្រើនដងមែនប៉ុន្តែយើងត្រូវដាច់ខាតត្រូវយល់ចំណុចសំខាន់មួយនៅពេលស្ត្រីទាំងអស់ទាំងគាត់ហ្នឹងត្រូវយល់ថាការពោះចុងក្រោយនៃ9ខែ10ថ្ងៃនៅពេលដែលយើងចិត្តឈឺពោះកាកូនដាច់ខាតត្រូវមើលអេកូឲ្យបានម្ដងទៀតបើសិនជាតំបន់ទីកន្លែងហ្នឹងមានអេកូឬក៏មន្ទីរពេទ្យមានអេកូគឺគេត្រូវមើលម្ដងទៀតដើម្បីបញ្ជាក់ពីទំហំក្បាលកូនហ្នឹងនេះឥឡូវយើងកំពុងតែមើលហ្នឹងឃើញយើងបោះក្បាលកូនហ្នឹងឃើញទំហំក្បាលហ្នឹងទំហំប៉ុណ្ណាឥឡូវយើងវាស់ទៅយើងឃើញទំហំក្បាល93អាហ្នឹងឯងដើម្បីពេទ្យឆ្មបហ្នឹងគេមើលអេកូទៅគេយកទៅបញ្ជាក់ទំហំក្បាលកូនធៀបជាមួយនឹងអាងតកៀរបស់ម្ដាយតែអាងតកៀរបស់ម្ដាយហ្នឹងអាចតូចអាចធំទៅក្បាលកូនថ្ងៃកំពុងតែឈឺពោះកាកូនមែនអត់អាហ្នឹងបើក្បាលកូនក្បាលពង្វិលចុះក្រោមមិនបញ្ឆិតឆ្វេងស្ដាំមិនទៅតឹងពោះមិនបញ្ច្រាស់ជើងបានន័យថាក្បាលតម្រង់ចូលអាងតកៀគេមើលទំហំក្បាលកូនហ្នឹងកាលណាទំហំនឹងធំជាង95ឡើងទៅបានន័យថា9ហ៊ុន5លីឡើងទៅ7ហ៊ុន8លី9លី10លីឬចិត្តមួយទឹកបានន័យថាគេគិតនឹងការទំហំក្បាលកូនមួយអានគិតម្ដាយអាហ្នឹងគាត់ត្រូវយល់ថាគាត់កូនដំបងអញ្ចឹងអត់ដឹងទេបាទគេមើលអីកូនដើម្បីអញ្ចឹងហើយទី2គេមើលអីគេពីតងសរុំកមានរុំកអត់បើសិនជាតងសរុំកក៏ជាហានិភ័យខ្ពស់មួយក្នុងការសម្រាលដែរសម្រាប់ឆ្មបនៅពេលដែលយើងកំពុងតែសម្រាលហើយយើងក៏យើងសយល់ដែរនេះកូនគាត់មានតងសរុំកមួយជុំអាហ្នឹងនៅពេលហ្នឹងឯងយើងត្រូវដឹងទុំកមួយជុំហ្នឹងដើម្បីក្រហមខៀវមើលតាមទៅឃើញហើយបាទដើម្បីដឹងហ្នឹងទៅដើម្បីយកអាព័ត៌មានហ្នឹងទៅពិគ្រោះជាមួយពេទ្យឆ្មបថាខ្ញុំកំពុងតែឈឺពោះហ្នឹងកូនខ្ញុំក្នុងពោះមើលអេកូចុងក្រោយហ្នឹងឃើញមានតងសរុំកមួយជុំបាទប៉ុន្តែការរួមហ្នឹងវាតឹងណែនធូបវាអាស្រ័យទៅលើស្ថានភាពបំរែបំរួលពេលកូនដែលវាវិលក្បាលពេលកំពុងឈឺពោះចុះក្រោមបាទអាពេលចេញហ្នឹងណាស្បូនកន្ត្រាក់ខ្លាំងហ្នឹងអាហ្នឹងតែយើងកំពុងតែមើលនេះវាគ្រាន់តែបញ្ជាក់ថារុំកទេតែវាអត់បានរឹបកឲ្យតឹងទេដល់ពេលកូននឹងឈឺពោះកាកូនក្បាលចេញមកបានអាតងសុកវាបតឹងថែមទៀតអាហ្នឹងបើវារុំពាត់ជុំវិញ360ដឺក្រេអាហ្នឹងបានន័យថាកូននឹងឆ្មបមានហានិភ័យនឹងការកើតគាត់បារម្ភគាត់ព្រួយណាប៉ុន្តែឆ្មបមានជំនាញហើយខ្លួនកូនតូចគីឡូតូចតូចសុំកមែន2ជុំក្រោយ3ជុំក្រោយតែបើកូននឹងត្រឹមតែ2គីឡូកន្លះឬក៏2គីឡូ6 2គីឡូ7អាហ្នឹងកើតមកបានធម្មតាដូចចាស់បុរាណអញ្ចឹងតែបើតូចសុំកូននឹងឆ្លោះ3គីឡូ7 3គីឡូ8 7 4គីឡូហើយមានកត់ល្អិតហើយមានតូចសុំកមួយជុំ2ជុំគឺមានហានិភ័យខ្ពស់ណាស់ក្នុងការកើតកូនអាហ្នឹងគេសម្រាប់ចិត្តជួយសង្គ្រោះដល់ទីរោគការវះកាត់យកកូនវិញបាទយល់បានទៅមិនខ្លួនណាគេមើលអេកូអាចុងក្រោយដើម្បីចង់ដឹងព័ត៌មានអញ្ចឹងបាទបន្ទាប់មកយើងមើលគីឡូកូនហ្នឹងតើគីឡូកូនហ្នឹងវាឡើងប៉ុណ្ណាហើយអញ្ចឹងគេវាស់ក្បាលវាស់ដងខ្លួនទំហំនៃទទឹងពោះកូនហើយនឹងឆ្អឹងភ្លើកូនដើម្បីបញ្ជាក់ពីផលប្រយោជន៍នៃការឡើងគីឡូកូនចុងបញ្ចប់នៃថ្ងៃឈឺពោះសម្រាប់ហ្នឹងណាយើងមើលទៅឃើញប៉ុន្មានឥឡូវខ្ញុំវាស់ទំហំពោះទីរោគនេះឲ្យយើងយល់បាទយើងមើលទៅឃើញថាការផ្ទៃទំហំពោះគាត់ដូចជា32សង់ទីម៉ែត្រនៅ31 32សង់ទីម៉ែត្រក្រេទេអត់បញ្ហាឲ្យធំជាង35ឡើងទៅមានបញ្ហាណាបាទពិបាកកើតណាហ្នឹងណាទៅអាចអង្គា35 31 37 38ហ្នឹងហើយពណ៌វាយឆ្អឹងភ្លៅយើងមើលទៅឃើញកូនគាត់ខ្ទង់ចន្លោះ71.57 មីលីម៉ែត្របើយើងគិតជាគីឡូកូនគាត់សរុបមកយើងវាស់ក្បាលវាស់ទំហំពោះវាស់ប្រវែងជើងដែលយើងគិតតាមរូបមន្តរបស់អ្នកវិទ្យាសាស្ត្រខាងការផ្លឹងតិចពោះទីរក់នៅក្នុងអេកូហ្នឹងគឺកូនគាត់បាន2គីឡូ8ខាំ
cứ tôi là mom xong rôm đừng biết bà quạt cà pua bà quạt chẳng cái này bà nâng bắt sơ lần cái lỗ tê nè nó xong rôm sủa cài bà này tha cô này cướp cái lỗ trầm trớ được không vây đầy dân cà pua mà mệt ha rồi còn mà mệt ha thì tôi cho mệt sáng cứ cho lo ở tập pi cái lỗ cả la tại đó bay cái lỗ nó cứ cướp cái lỗ rồi bà cướp lỗ bò để bầu chẳng cái này bà dân thời vô lấy thì bây giờ mới bạn màn thì bây giờ tự luôn ta tự luôn con này chất chư pua cà câu này sầm rá này cầm bông để chư pua ôi để dân tự bên mà đong pi đó miên tự luôn cướp con sầm rá ao bọc cột mọp nắng còn miên cà bò ròm ọt khai tự luôn rồi linh rồi còn tự luôn tích tụi bầm phật để thôi sẽ bôn cần trạm mà đong tới bây giờ bôn rừng tới luôn côn cả rừng các ba côn cả rừng non côn cả rừng tông sóc này nơi lừa lọt luôn côn ngá này lừa non lừa cả cối vì kiếp tông sóc ai cả bứt vì thôi ai rùm hô nơi chim mà đai tới thì đó đại miền oxygen nó không nắng trôi tới ở bang group tới ai thì đó nắng cái hai tháng bắt bóc oxygen nó không khu các ba thì đó không luôn thì đó nắng thời câu nắng pe của phong từ chư ca côn miền phò làm bà nắng cái mới tập luôn là bay vi tầm ra ta tập luôn nắng miền ai chui đó câu nắng nông ca sầm ra bàn ọt hay chui sầm ruộng nông ca bôn cần trắc bàn nó tại bờ sân chỉ tập luôn là linh rồi có ấy ai bôn cần trắc thăng tới vì sạch đó nè rồi côn máu ọt phở trên tề nó dương thở cận chẳng và miền tây sông cò nắng ti 7 ti 4 cái trăng mưa ấy khá tiền mưa sạch sọc này ta sạch sọc nữa này miền peng mọt bôn nơi pe để chọn câu để thời tranh nhỉ nhỉ lại thời thì miềnนี้lại mọt bôn dương nắng cứ sọt peng tề nè nắng bay hà nắng hái còn tôi chỉ niệm mà đánh thời vô đăng ảnh nâng đầm bay dương từ cả nông đôn sụp thiếp từ cả nông tì bắt được tam phi này ấy dương bạn đăng muôn á bà nè một số dương nó bật chân lại nè bà dương mới cắt từ tương tới dương khinh từ một số này cứ tôi chơi bạn này tha con cặp phong tới chư pua tới pe tăng bị mong buôn dục mau là hô đỏ lỡ tới bị đòn lại pe nó đời sai mọt nó nghe con tiếp tới khi một số vô nâng nơi bật chân hai đôi đom sạch mùi rừng bắt nơi trong điểm đầy có đó nè bạn này thật đôi còn lúc tới kịp tiếp hạt đôi bắt đông cho màu chân rừng đôi đông cho màu chân hay bật chân nó còn là chữ pua chào thì to là con mọt nữa còn lúc mà đòn hay mà đòn tiếp nơi bên để con sân là than bay bị chia xa hàng ca cẩn trạ boss bone tam p và liên để ca cẩn trạ nắng còn lúc mà đòn na nó tới sao tập ba một bone những tuần đôi bị bể mọt tuần hai đi đôi chầm hò nó bao cái hai thôi tiêm chư pua sầm ra hai nó ban kỳ tục ở những kính đây sầm ra chẳng hay mang cái oi quạt nó từ lọp màu tia bình sân nó đời xa cái ăn từ lơ ca tiếp đợi đầy đồ bọt mọp nông ca lơ mọt bồn bàn tay quát chư pua mền thay mình chư pua thế quát chư pua hai bàn tay ca chư pua bọt quát vì miền để dạ pe cần trạm mà đón lầy hai pe sầm ra pe bị lơ du vẹn đòn chân to ta cần trạm mà đón để dạ pe căn tề vén hay là dạ pe bồn nước nghiêm ở cần trạm sầm ra clay vĩnh nó ba đây thà một số bao trường họ thế nó mang kia từ tôi bạc cố nó bị lươnอย่างนั้นbà nó được xa ấy về xa dương từ điên vô là nằng đáy đó xa lọt thì xa hoàng ấy dương giờ ní điện dương biên là pe chư pua cá cố dương thời miền tực nôm nứng nông ca 10 cố pin chẳng hạn bản dương mưa một số 4 xu hay mưa lại sọc bèn một số 4 xu chẳng dương thử cất ha miền phải giỏi chẳng hạn cái này là dương vùng bà dương mưa khá tiền dương mưa sạch sọc bọc quạt nó thân thiện sọc quạt nó dương bệnh nè cáiนั้น ចិត្ត គ្រប់ ខែ យើង ឃើញ សុក នេះ ប្រហោប្រហោ ទូ ជាង គេ ហៅ លាក់ គី ហើយ បន្ទាប់ មក ស ទាំង ដូច យើង ផ្លែ ទៀប ចឹង ឬ ក៏ ដូច យើង កាឡា ហូល 6 ចឹង គេ ហៅ សុក ទុំ ណា គេ ប្រើ ពាក្យ សុក ទុំ នេះ គឺ ដោយ សារ គេ សំអាង លើ ឃើញ ប្រហោ ទូ ចឹង ហើយ បន្ទាប់ មក ស ទាំង ចឹង នេះ សាច់ ស្បូន គាត់ ខ្មៅ សាច់ ស្បូន បាទ នេះ សាច់ សុក អញ្ចឹង បញ្ជាក់ ថា កូន គាត់ នឹង គ្រប់ ខែ បរិបូរណ៍ ហើយ ចឹង ណា បាទ អានឹង បើ សិន ជា មាន ឧបសគ្គ នៃ ការ សម្រាល កំពុងតែសម្រាលនឹងបើគ្រូពេទ្យគេវាតម្លៃមុនដូចជាច្រាស់ជើងកូនរៀងផ្លោះផងដូចជាតឹងពោះកូនមើលទៅតំណដូចផ្លោះផងគេបវលអត់កើតចឹងណាឬក៏កូនរូបស3 4ជុំចឹងហើយគេឃើញសុកចាំងចឹងអានោះឯងគេអាចវិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញខាងសម្ភពរោគស្ត្រីហ្នឹងប្រហែលគេអាចវះយើងមុនបានមិនចាំបាច់ទុកឲ្យឈឺពោះកើតមិនរួចហើយវះទេអាហ្នឹងយើងត្រូវយល់ដែរណាយើងជាស្ត្រីណាបាទមិនមែនជាថាខ្ញុំទុកឲ្យឈឺពោះសិនទៅចាំកើតមិនរួចអាហ្នឹងបើសិនជាផលគេហៅថាសំណាងល្អលើការឈឺពោះរបស់យើងកូននឹងអំណោយផលល្អតាមបែបធម្មជាតិទាំងអស់ទោះបីមានតោសរំក2ជុំឬ3ជុំក៏ដោយប៉ុន្តែបុគ្គលកូនទូចហើយចែកដនឲ្យឆ្មោកនៅតាមមណ្ឌលសុខភាពពេលដែលគាត់ឈឺពោះហ្នឹងគាត់គេចាប់ប្រវល់ទីទួយទៅសត្វតែវិលត្រង់ក្បាលបានល្អហើយកូនវាទៅចេញមកលឿនអាហ្នឹងគេកើតបានអត់ត្រូវវះទេយល់ទេអាហ្នឹងគេហៅថា
សំណាងលើធម្មជាតិនៃការពោះពោះរបស់ម្ដាយដែលម្ដាយនឹងអត់បានយល់ពីរបៀបថាការកើតកូនពិបាកមិនទី1បច្រាស់ជើងគេពិបាកកើតទៅតឹងពោះគេពិបាកកើតប្រឆិតឆ្វេងស្ដាយពិបាកកើតសវ៉ារំកជុំវិញច្រើនជាន់គេពិបាកកើតសុកពាំងមាត់ស្បូនគេកើតអត់បានគេវះកាត់អញ្ចឹងទៅឬក៏ទឹកភ្លុះអស់គេពិបាកក្នុងការកើតកូនក៏ពិបាកវាអាចប្រឈមមុខការសង្គ្រោះដល់ទារកជាមិនទាន់បន្ទាប់មកសង្វាក់បេះដូងលោតញាប់អីចឹងទៅណាបាទឬក៏ម្ដាយកំពុងតែមានជំងឺឬក៏ម្ដាយមានកលាភ្លើងឬក៏ម្ដាយនឹងមានបញ្ហាដូចថាសុខភាពខ្សោយអីចឹងណាឬក៏កូនមានសុខភាពខ្សោយដោយសារយើងទុកឲ្យឈឺពោះនៅផ្ទះយូរយើងមកយឺតពេលអាហ្នឹងបានគេជ្រើសរើសយកការវះមកប្រើប្រាស់លើគាត់បាទឬក៏ក្បាលធំពេកកូនឆ្លោះពេកអញ្ចឹងណាបាទឥឡូវយើងមើលទៅបេះដូងគាត់ម្ដងនេះបេះដូងគាត់គេឃើញមានតម្រង4ថតទី1ទី2ទី3ទី4អញ្ចឹងបេះដូងគាត់មាន4ថតណាបាទបេះដូងគាត់មាន4ថតយើងគ្រាន់តែរាប់ជាថតចំនួនបេះដូងឲ្យយើងឃើញទេណាហើយបន្ទាប់មកយើងស្ដាប់ចង្វាក់បេះដូងលោតហ្នឹងតើតាការលោតហ្នឹងលោតញាប់ខុសប្រក្រតីនៃចង្វាក់បេះដូងកំពុងតែឈឺពោះកើតកូនដែលបញ្ជាក់ថាកូននឹងមានសភាពខ្សោយពាក្យបច្ចេកទេសគេហៅថា souffrance fœtale ហ្នឹងណាបាទន័យថាកំពុងតែមានសភាពខ្សោយមែនអត់ដល់មានសភាពខ្សោយអាហ្នឹងគេជំរឹះអត់ឲ្យយើងទុកឲ្យឈឺពោះយូរទៀតទេគេត្រូវវះកាត់យើងណាបាទឥឡូវយើងវាស់ទៅនេះយើងឃើញ140ក្នុង1នាទីអញ្ចឹងធម្មតារបស់កូនគាត់ពេលបច្ចុប្បន្ននេះកំពុងតែមើលហ្នឹងប៉ុន្តែអង្កលម៉ោងទៅមុខទៀតវាប្រែប្រួលអ្វីអាស្រ័យទៅលើពេទ្យអ្នកតាមដានគាត់នៅកំពុងតែឈឺពោះយល់នៅតែពេលបច្ចុប្បន្នយើងកំពុងតែមើលម៉ោងនេះនៅម៉ោង8ហ្នឹងគឺបានន័យថាព្រឹកហ្នឹងគឺអត់អីទេណាច្បាប់បេះដូងគាត់ហ្នឹងវាប្រែប្រួលទៀងទាត់ទេបាទណាហ្នឹងហើយឥឡូវខ្ញុំបញ្យល់បានយល់បានខ្លះដើម្បីគាត់យល់ព្រោះគាត់អត់បានយល់សោះណាតោះមកឥឡូវយើងមើលគ្រឿងទ្រុសក្នុងគ្រឿងក្នុងគាត់ខ្លះព្រោះគាត់អត់ដែរមកមើលយើងសោះទៅមកលើកទី1លើកទី1អញ្ចឹងលើកទី1អញ្ចឹងបាទនេះយើងមើលចរន្តឈាមនេះតាំងណាធម្មតាចរន្តឈាមយើងបានរត់នៅក្នុងគេហៅថាតងសុកអាខៀវក្រហមហ្នឹងមើលទៅនឹងគឺតងសុកកំពុងតែឈាមមានរត់ពីម្ដាយទៅរត់ទៅរត់ថ្ងៃអាហ្នឹងឯងដល់ពេលដែលយើងអស់ទឹកភ្លោះពេលដែលមាត់ស្បូនបើកចង្ហស្រោមទឹកភ្លោះលៀនចេញមកធ្វើឲ្យលហែកស្រោមទឹកភ្លោះឬក៏លហែកស្រោមទឹកភ្លោះមុនមិនទាន់បើកអស់ឬវាលហែកពេលកំពុងតែបាត់ស្បូនចំហធំហូរទឹកភ្លោះអស់នេះអាតងសុកនេះឯងវាគៀបជាប់នឹងស្បូននឹងខ្លួនកូនងាវាក៏ពិតអាពេលហ្នឹងឯងធ្វើឲ្យចរន្តចំហឈាមពីម្ដាយទៅទារកអត់បានល្អហ្នឹងឯងបានធ្វើឲ្យបេះដូងលោតញាប់អាហ្នឹងគេនិយាយពីដែលហៅថាពេលដែលយើងកំពុងតែឈឺពោះសម្រាលសត្វថាបេះដូងពេទ្យស្ដាប់ទៅថាអូបេះដូងកូនលោតញាប់លើសពី170ឡើងទៅឬក្រោម120ចុះក្រោមអីចឹងទៅគេសង្ស័យណាគេមានការតាមដានលម្អិតល្អរបស់គេទៅអាហ្នឹងបានគេវះជាមិនតាន់បាទគេហៅកូនមានបញ្ហាអញ្ចឹងណាបាទហើយមួយទៀតភិនភេទទឹកភ្លោះយើងមើលដែរនៅក្នុងហ្នឹងបើសិនជាទឹកភ្លោះហ្នឹងអាចប្រេងច្រើនបាទចិត្តគ្រប់ខែអាចប្រេងច្រើនហ្នឹងបានន័យថាដូចតែពេលកូនមានចលនាទៅឃើញតែធិលនៅក្នុងលំហនៃទឹកភ្លោះហើយទឹកភ្លោះហ្នឹងមើលទៅអត់ខ្មៅសម្បល់ខ្មៅទេបានន័យថាអាហ្នឹងគេសង្ស័យថាទឹកភ្លោះអាចប្រេងច្រើនគេខ្លាចកូននឹងដេកត្រាំទឹកភ្លោះកន្លងមកអាចទឹកភ្លោះនឹងចូលទៅក្នុងសួតកូនងាហ្នឹងគេហៅជំងឺឆ្លក់ទឹកភ្លោះឬក៏ឆ្លងរោគចូលទៅដល់ទារកហ្នឹងអាហ្នឹងក៏គេវះជាមិនតាន់ដែរចាអាហ្នឹងចិត្តគ្រប់ខែគេមានន័យរបស់វាអញ្ចឹងណាបាទយើងត្រូវយល់ដែរណាយើងរស់នៅក្នុងកលៈទេសៈគេហៅថាស្ថានភាពទំនើបដែលយើងមានអេកូច្រើនហើយណានៅក្នុងសង្គមយើងហ្នឹងយើងមើលទៅអាចមើលបានគេទឹកភ្លោះគាត់ថ្លានេះអញ្ចឹងណាបាទព្រោះធម្មតាយើងគេមានការសិក្សាពីលើទឹកភ្លោះគេសិក្សាពីលើអីនឹងបានច្រើនណាឥឡូវយើងអត់អីទេឥឡូវសន្តានរួមមកកូនគាត់សុខភាពធម្មតាទេណាយើងគាត់រងចាំឱកាសនៃការឈឺពោះរបស់យើងកូនគាត់យើងមើលឃើញភេទអីស្រីកូនគាត់បាទនេះស្រីណាតែមើលមុនឥឡូវបៀតណែនណាវាគៀបណាដោយសារពេលដែលកូនចិត្តគ្រប់ខែស្ថានភាពទឹកភ្លោះតិចស្បូនក្តោបគាត់ជាប់គីឡូគាត់រៀងថ្លោះអញ្ចឹងទៅវាគៀបទៅវាដៃជើងវាលលាស់អត់កើតវាជាប់នឹងជញ្ជាំងស្បូនដៃជាប់ជញ្ជាំងស្បូនជើងកងលើប្រដាប់ភេទជាប់ជញ្ជាំងស្បូនអានឹងឯងធ្វើឲ្យយើងពិបាកមើលសរីរាង្គភេទអ្នកខ្លះច្រឡំថាអីកូនធំហើយ9ខែហើយមិនក៏មើលភេទមិនដឹងគឺមកពីវាគៀបវាជាប់នៅក្នុងប្រហោងស្បូនបាទអរគុណច្រើន